system នោះគឺបើតាមការដំណើរគឺវាជាការវិវត្តនៃកម្មវិធីកុំព្យូទ័រដែលគ្រប់គ្រងផ្នែករឹងនិងផ្ដល់នូវចំណុចពិសេសសម្រាប់អ្នកតាមដាននិងកម្មវិធីផ្សេងទៀតចំណុចទី2ប្រព័ន្ធរដ្ឋបាលការគឺបានឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងសំខាន់ចាប់ពីតាំងពីសម័យដំបូងនៃការបង្កើតការចែករំលែកដែលបានវិវត្តពីប្រព័ន្ធប្រាក់បន្តសាមញ្ញទៅជាបន្តសំខាន់ដែលមានគ្នាជាច្រើននៅការប្រើប្រាស់ដ៏ទំនើបចំណុចទី3ប្រព័ន្ធរដ្ឋបាលការ OS នេះធ្វើការគ្រប់គ្រងដំណើរនៃការចងចាំចែករំលែកអង្គទុកទៅលើដែលហៅថាផ្នែករឿងរបស់ hardware ព្រមទាំង software ខាងក្នុងឧបករណ៍ electronic ប្រព័ន្ធប្រតិបត្តិការ operating system នោះគឺជាប្រព័ន្ធសម្រាប់រៀបចំនិងគ្រប់គ្រងការងារទូទៅលើឧបករណ៍ electronic ដែលមានដូចជាកុំព្យូទ័រឬទូរស័ព្ទនិងឧបករណ៍ដទៃទៀតទី2គោលបំណងនៃប្រព័ន្ធប្រតិបត្តិការគោលបំណងនៃប្រព័ន្ធប្រតិបត្តិការគឺជាគឺផ្ដល់សារៈសំខាន់ដល់អ្នកប្រើប្រាស់អាចប្រើប្រតិបត្តិការការរៀបចំកម្មវិធីបានយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាពពេលយើងនិយាយពីសមាជិកភាពសំខាន់នៃប្រព័ន្ធប្រតិបត្តិការសមាជិកសំខាន់នៃប្រព័ន្ធប្រតិបត្តិការហ្នឹងមានជាច្រើនទីមួយដូចជាឧបករណ៍ hardware device ឧបករណ៍ hardware device ហ្នឹងការចេញជា4ទៀតគឺឧបករណ៍បញ្ចូលឧបករណ៍បញ្ចេញឧបករណ៍ផ្ទុកហើយនិងឯកសារដំណើរការឧបករណ៍បញ្ចូលមានដូចជាការចុច keyboard ហើយនឹងម៉ាស៊ីន scan ដល់ពេលឧបករណ៍បញ្ចេញមាន monitor ម៉ាស៊ីនបោះពុម្ពក៏ម៉ាស៊ីន print ហ្នឹងនិងឧបករណ៍ស្ដាប់សំឡេងឧបករណ៍ស្ដាប់សំឡេងទី3គឺឧបករណ៍ផ្ទុកហ្នឹងមានដូចជាថាសរឹង USB flash SSDs ដែលសម្រាប់ផ្ទុកទិន្នន័យក៏ឯកសារផ្សេងទៀតដែលយើងចង់ដាក់វាទៅក្នុងហ្នឹងទី4គឺឯកសារដំណើរការហ្នឹងរបស់កុំព្យូទ័រមាន CPU ហើយនិង GPU ហើយតទៅទៀតគឺមានកម្មវិធីបញ្ជាឧបករណ៍ប្រព័ន្ធឯកសារហើយ API ហ្នឹងគឺជាសំណុំច្បាប់ដែលអនុវត្តឲ្យដែលអនុញ្ញាតឲ្យកម្មវិធីហ្នឹងផ្សេងតាក់ទងគ្នាទៅវិញទៅមកដល់ពេល kernel គឺជា snol ដែលគ្រប់គ្រងធនធានរបស់ប្រព័ន្ធប្រតិបត្តិការហ្នឹងហើយចំណុចប្រតិគ្នានោះគឺប្រព័ន្ធប្រតិបត្តិការមានការតាក់ទងគ្នាទៅវិញទៅមករវាងអ្នកប្រើប្រាស់ឆ្លាតឆ្លើយបន្តហើយសមាធិវានឹងមានដូចជាមានទៀតដូចជាការគ្រប់គ្រងដំណើរការការគ្រប់គ្រងអង្គចងចាំការគ្រប់គ្រងបណ្ដាញនិងការគ្រប់គ្រងឯកសារឆ្លើយបន្តទៀតឆ្លើយបន្តទៀតគឺចំណុចទី3យើងនិយាយពីការវិវត្តនៃប្រព័ន្ធប្រតិបត្តិការការវិវត្តនៃប្រព័ន្ធប្រតិបត្តិការហ្នឹងតាមក្រុមខ្ញុំវិចារគឺមានឃើញ4ចំនួនដែលចំនួនទី1ហ្នឹងចាប់ពីឆ្នាំ1940ដល់1950ហើយចំនួនទី2ចាប់ពីឆ្នាំ1960ដល់1970ហើយចំនួនទី3ឆ្នាំ1980ដល់1990ហើយចំនួនទី4គឺឆ្នាំ2000មកដល់បច្ចុប្បន្នដែលរូបទី1ហ្នឹងយើងឃើញថាកុំព្យូទ័រកាលពីសម័យមុនគឺតែគ្រាប់ចុចអីនៅពេលចំនួនទី2ហ្នឹងគឺវាវិវត្តបន្តិចម្ដងដែលរូបរាងរបស់វានឹងដូចជាទូរទស្សន៍ចាំរហូតដល់សម័យចុងក្រោយគឺមើលទៅកុំព្យូទ័រគឺមានស្អាតហើយតទៅទៀតយើងនិយាយពីចំនួនទី1ហើយចំនួនទី1ហ្នឹងគឺការប្រើប្រាស់របស់វានឹងគឺកុំព្យូទ័រមានលក្ខណៈថាធំប្រព័ន្ធប្រតិបត្តិការរបស់យើងធំដូចមកបន្ទប់នឹងចឹងទៅវាចង់តែដាក់ប្រព័ន្ធហ្នឹងបាច់អស់ហើយដល់ទៀតចំណុចទី2គឺកុំព្យូទ័ររបស់យើងបានពិព័រណ៍ទៅជាគេបញ្ចូល
mình đông tôi có cầm bị thi thì cho từ trong công tơ này để công tơ bằng giới như được riêng tôi tuần xong chúng nói thì bây cứ cái hao tha công tơ lên đọc đôi lên lên được thiệt này chúng nói thì buồn cứ đại dương khơi chắc cứ còn tao bật chứ cứ nhiên rung riêng mơ tớ cứ á hay vì miền bay trai tên chỉ con tơ lên tóc con tơ giả lát miền iPad hay tụ này rồi mà tiết thì nói là dân dân bây giờ nói chỉ muốn con bắt cá bắt operating system lên một con công tơ con bắt cá là lên một con công tơ thì chúng ta thấy đại công tơ này rất hạt ga nó phải chốn software bắt đầu từ cả nó vót một con bắt cá là lên công tơ chạy trên chụp phí thì muốn cầm thì snow khi chơi cầm thi là lên một sân công tơ về công tơ thôn thiên cứ hạt ga là software bắt công tơ chi phí chỉ là công tơ thôn thiên ta thôn thiên chỉ là công tơ bay chạy ông chồng chấm hơi nâng ca công tơ trương rồi bắt công tơ một cái sầm khăn đây của con và bật ca bằng công tớiคือca công trông ông chồng chấm ca công trông pra ông chồng chấm rồi bắt công tới thì là cầm thi mũi miền ông chồng chấm công trón bay chạy ông chồng chấm rồi đã cầm thi mũi thì phí ca công trông ai cái xa công trông đi cho ai cái xa nâng thoát ai cái xa là lớn ông có thông tin này đó là cái một cái trái lúc ai xa cái công trâu có công trâu cái chấm đá tầng đâu rồi bên cầm thi nó có trái rắn hạt vé trái vé là bây giờ có là cả ba cái công trâu cầm thi công trâu là cái đây cầm thi xanh xấy chai đầm lết phi và lía sầm rạp xi bị dú đó cầm thi chỉ trànចំណុចអ្នកប្រើប្រាស់គឺផ្ដល់ភាពបន្ទាក់កលាឲ្យអ្នកប្រើប្រាស់សារៈសំខាន់នៃប្រព័ន្ធប្រតិបត្តិការលើកុំព្យូទ័រគឺងាយធ្វើឲ្យកុំព្យូទ័រងាយស្រួលប្រើប្រាស់គ្រប់គ្រងធនធានមានប្រសិទ្ធភាពធានាសុវត្ថិភាពការពារទិន្នន័យពីការវាយលុកឬក៏វ៉ៃរ៉ាសផ្សេងៗនិងជាប្រព័ន្ធមូលដ្ឋានសម្រាប់កម្មវិធីផ្សេងៗយើងនិយាយពីចំណុចទី5ប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទដៃប្រព័ន្ធប្រតិបត្តិការលើ smartphone OS គឺជាប្រព័ន្ធកម្មវិធី Snow ដែលគ្រប់គ្រងផ្នែករបស់ទូរស័ព្ទនិងអាចឲ្យអ្នកប្រើប្រាស់ធ្វើអន្តរកម្មជាមួយវាបានប្រព័ន្ធប្រតិបត្តិការលើ smartphone operating system smartphone មានពីរគឺប្រព័ន្ធប្រតិបត្តិការ Android និង iOS មុខងារសំខាន់របស់ smartphone ចំណុចទី1ចំណុចប្រទាក់អ្នកប្រើឬ UI ផ្ដល់នូវភាពដែលមើលឃើញដូចជារូបតំណាងមីនុយនិងអេក្រង់ដើមចំណុចទី2ការគ្រប់គ្រងកម្មវិធីអនុញ្ញាតឲ្យដំឡើងធ្វើបច្ចុប្បន្នភាពនិងការគ្រប់គ្រងកម្មវិធីចំណុចទី3ការគ្រប់គ្រងផ្នែករឹងគ្រប់គ្រងសមាសភាពផ្នែករឹងដូចជាកាមេរ៉ា GPS ថ្មនិងឧបករណ៍ចាប់សញ្ញាចំណុចទី4សុវត្ថិភាពការពារទិន្នន័យអ្នកប្រើជាមួយនឹងការគ្រប់គ្រង encrypt ការផ្ទៀងផ្ទាត់និងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជាប្រចាំប្រព័ន្ធប្រតិបត្តិការនៅលើ Android ប្រព័ន្ធប្រតិបត្តិការនៅលើ Android គឺការគ្រប់គ្រងដោយក្រុមហ៊ុន Google ដើម្បីស្វែងរកព័ត៌មានឯកសារផ្សេងៗទៀត App Store ប្រើសម្រាប់ដំឡើងកម្មវិធីគឺ Google Play Store ក្រុមហ៊ុន Google ចាប់ផ្ដើមប្រើប្រាស់នៅឆ្នាំ2008ប្រព័ន្ធប្រតិបត្តិការនៅលើ iOS ប្រព័ន្ធប្រតិបត្តិការនៅលើ iOS គឺគ្រប់គ្រងដោយក្រុមហ៊ុន Apple ដើម្បីស្វែងរកព័ត៌មានឯកសារផ្សេងៗទៀត App Store ប្រើសម្រាប់ដំឡើងកម្មវិធីគឺ Apple App Store ក្រុមហ៊ុន Apple ចាប់ផ្ដើមប្រើប្រាស់នៅឆ្នាំ2007
lấy những cái tập quan phần bạc cá Windows tập quan phần bạc cá Windows khi chia tập quan phần bạc cá mộtประเภท là chế pha thì tới lên computer như vậy Microsoft Windows ឬបានបង្កើតដោយក្រុមហ៊ុន Microsoft ស្របទៅចំនួនដែលបង្កើត Windows ទាំងអស់គឺមានចំនួន13ហើយយើងនឹងយកតាំងពីចំនួនទី7ទៅជាទី1ចឹងចំនួនទី7វាមុខងារបន្ថែមដូចជា taskbar improvement គឺវាបន្ថែមនៅខាងក្រោមដូចតែយើងបានឃើញនៅលើនេះចឹងហើយមួយទៀតគឺ performance ទី2ទី3គឺ user experience ចូលទៅដល់ឆ្នាំ2012វាមានបន្ថែមដូចជា start script Windows Store Cloud Integration ហើយនៅទី2010គឺវាមានបន្ថែមដូចជា Cortana Microsoft App Universal App Windows Update ហើយសម្រាប់ Windows ចំនួនទី11នេះគឺមានបន្ថែម UN Visa Gaming Feature Android App ចំណុចទី7យើងនិយាយពីទិសដៅបច្ចុប្បន្ននិងអនាគតនៃប្រព័ន្ធប្រតិបត្តិការដែលប្រព័ន្ធប្រតិបត្តិការរបស់យើងហ្នឹងគឺកាលពីមុនគឺវាជាប្រព័ន្ធប្រតិបត្តិការសាមញ្ញរហូតដល់វាវិវត្តខ្លួនទៅជាប្រព័ន្ធប្រតិបត្តិការទំនើបហើយអនាគតយើងនឹងឃើញថាប្រព័ន្ធប្រតិបត្តិការនេះកាន់តែមានភាពវៃឆ្លាតដោយផ្អែកទៅលើប្រព័ន្ធអ៊ីនធឺណិតនឹងផ្ដោតទៅលើសុវត្ថិភាពជាមួយនឹងភាពជឿនលឿនរបស់ AI និងការបង្កើតទំនុកខ្លួនហ្នឹងគឺធ្វើឲ្យអនាគតយើងនឹងធ្វើការជាមួយនឹងយើងនឹងធ្វើការជាមួយនឹងបច្ចេកវិទ្យាទៀតចុងក្រោយគឺសេចក្តីសន្និដ្ឋាននៃប្រព័ន្ធប្រតិបត្តិការអញ្ចឹងបន្ទាប់ពីធ្វើបទបង្ហាញឲ្យអស់កន្លងមកសរុបស្ដីមកវិញអតីតកាលប្រព័ន្ធប្រតិបត្តិការកាលពីសម័យមុនគឺវាធ្វើការតាមតែឯងដល់ពេលមកឥឡូវគឺវាតាក់ទងគ្នាទៅវិញទៅមករវាងអ្នកប្រើប្រាស់និងបណ្ដាញជាច្រើនទៀតហើយពេលបច្ចុប្បន្នប្រព័ន្ធប្រតិបត្តិការនេះគឺវាចល័តជាច្រើនហើយទៅពេលអនាគតគឺប្រព័ន្ធប្រតិបត្តិការរបស់យើងគឺបានត្រៀមខ្លួនហើយជាស្រេចក្នុងការបង្កើតទីផ្សារ digital អស់ហើយលោកគ្រូហើយស្ដាប់ដល់ទៀតគឺឯកសារយោងរបស់ក្រុមពួកខ្ញុំដែលខ្ញុំបានទៅធ្វើចុងក្រោយពួកខ្ញុំសូមបញ្ចប់ការផ្សេងទៅនេះ